សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិយាយអំពីការតេស្ត retro reflective sensor មុននឹងឈានទៅដល់ការអនុវត្តយើងត្រូវមកស្គាល់អំពីឧបករណ៍មួយចំនួនដែលយើងត្រូវយកទៅអនុវត្តជាមុនសិននេះគឺជា retro reflector ដែលយើងយកមកអនុវត្តចំណែកឯនេះគឺជា board ហើយនឹងបង្គោលទប់លំនឹង sensor នេះគឺជា board សម្រាប់ភ្ជាប់ទៅនឹង sensor ដែលមាន output terminal ហើយនិង input ចំណែកឯនេះវិញគឺជាខ្សែដែលភ្ជាប់ទៅនឹង terminal ហើយនឹង output នេះគឺជាខ្សែ emitter ហើយនឹង accessory ដែលយើងយកមកប្រើប្រាស់ចូលមកដល់ការអនុវត្តមុនដំបូងយើងត្រូវភ្ជាប់ខ្សែ emitter និង receiver ជាមួយនឹងបង្គោលម្ខាងហើយភ្ជាប់ reflector ជាមួយនឹងបង្គោលម្ខាងទៀតចន្លោះពីគ្នា20 សង់ទីម៉ែត្របន្តមកទៀតយើងចាប់ផ្ដើមភ្ជាប់ខ្សែទៅនឹងប្រព័ន្ធ terminal ដោយខ្សែ emitter និង receiver មានជើង3គឺពណ៌ខៀវដកពណ៌ត្នោតបូកនិងពណ៌ខ្មៅ output បន្តមកទៀតដល់ព្រីហើយបើកកុងតាក់យើងសង្កេតឃើញថាអំពូលនៅកន្លែង output ភ្លឺប៉ុន្តែទៅពេលដែលមាន object ឆ្លងកាត់អំពូលនោះលែងភ្លឺវិញនេះគឺជាលក្ខណៈរបស់ light mode ចំណែកលក្ខណៈរបស់ dark mode វិញយើងសង្កេតឃើញថាអំពូលនៅកន្លែង output វាមិនភ្លឺនោះទេប៉ុន្តែនៅពេលដែលមាន object ឆ្លងកាត់នោះអំពូលនោះភ្លឺក៏ប៉ុន្តែនៅពេលដែល object មានលក្ខណៈថ្លា sensor របស់យើងមិនអាចចាប់បានទេសម្រាប់ការតេស្ត sensor retro reflective នេះមានតែប៉ុណ្្នឹងសូមអរគុណ